ទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញ tool របស់ខ្ញុំដែលបានបញ្ចប់នៃការ build មកប្រើចំណាយពេលយូរដែរឥឡូវយើងអាច download បានទីមួយគឺ YouTube logo មកគេបន្តមក Facebook ហើយ TikTok ហើយ IG ហើយនិង X ចឹងយើងអាចទាញវីដេអូចេញពី Instagram ហើយនិងX ឥឡូវខ្ញុំប្រាប់ចឹងអាកន្លែងប្រឡោះនេះគឺឈប់នេះប្រឡោះហ្នឹងគឺសម្រាប់យើង pass link យើង copy link មកឥឡូវថតខ្ញុំចូល YouTube ឲ្យមើលមួយចូល YouTube ចឹងថតយើងចង់ download បទអីគេថតបទមួយណាចឹងយើងគ្រាន់តែចុចចឹងហើយចុច copy link វាមកនេះចុចកន្លែងសញ្ញា share នេះចុចយក copy link កន្លែងត្រង់ហ្នឹងមកហើយចូល tool របស់យើងវិញយើងចុចឲ្យវាជាប់ចេះមកជាមួយខ្ញុំ update ឲ្យមានភាពងាយស្រួលហើយតោះនេះយក pass ទី1នេះមកហើយ YouTube ហ្នឹងតើបងប្អូនចង់ download ជាវីដេអូឬក៏ជា MP3 អញ្ចឹងគាត់ថតខ្ញុំសាក download MP3 ឲ្យមើលអញ្ចឹងយើងចុចរើសមកអញ្ចឹងបើថាយើងចង់យកវីដេអូចុចត្រង់កន្លែងវីដេអូហើយបន្តមកទៀតយើងចុចលើប៊ូតុងនេះមកថតខ្ញុំចុចយកមកអញ្ចឹងយើងរងចាំវាបន្តិចមកវា download ចប់វាប្រាប់យើងហើយយើងអាចចូលទៅបើកស្ដាប់បានចឹងវាកំពុងដំណើរការយើងរងចាំវាបន្តិចមកអាហ្នឹងយឺតឬក៏លឿនអាស្រ័យលើអ៊ីនធឺណិតរបស់យើងទេអូខេពេលចប់វាបញ្ជាក់យើងថាបាន download បញ្ចប់មើលវា load pop up មកវាដាក់កំពុងទាញយកអញ្ចឹងយើងតន់ធ្វើអីកើតទេអូខេឥឡូវវា load មកបានបញ្ចប់ហើយអញ្ចឹងថតយើងយកវីដេអូមួយទៀតនឹងចុច download មកហើយសូមបញ្ជាក់ថា tool នេះគឺជា tool ដែលខ្ញុំសរសេរខ្លួនឯងផ្ទាល់អញ្ចឹងអត់មានពិបាកប្រើទេជាមួយខ្ញុំមិនថែមប៊ូតុង pass នឹងមួយទៀតដើម្បីមានភាពងាយស្រួលហើយវីដេអូគឺកម្រិតនៅ update កម្រិតវីដេអូមួយទៀតដោយសារខ្ញុំអត់បាន update អញ្ចឹង base ទៅលើវីដេអូអញ្ចឹងវាច្រើនវា download មកគឺជា full HD អូខេនេះវាពងហើយចឹងរងចាំវាប្រាប់ថា download បានជោគជ័យអូខេនេះ load បែបនេះទៅបានវា download ចប់អញ្ចឹងយើងចូលទៅមើលវីដេអូរបស់យើងចូលក្នុង gallery ក៏ឃើញដែរអញ្ចឹងយើងថយមកនេះគឺជាវីដេអូហ្នឹងខ្ញុំបិទសលេងនេះចង់បើកក៏បានអូខេអញ្ចឹងវីដេអូហ្នឹង download បានអញ្ចឹងសួរថា MP3 ទៅរកណា MP3 យើងចូលទៅកន្លែងក្នុង my file របស់យើងនឹងមកនេះកន្លែងនេះវាឃើញ recent នេះ recent ដែលយើង down មកមិញហ្នឹងតែបើយើងមិនចង់ចូលនឹងទេយើងអាចចូលកន្លែង download នេះក៏បានដែរនេះកន្លែង download ហ្នឹងគឺវាបង្ហាញយើងអញ្ចឹង
MP3 មិញអ្នកមានឈ្មោះរបស់វាស្រេចតែអ្នកដាក់ឈ្មោះ parent save ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាចូលឲ្យ folder ហ្នឹងមកអ្នកអញ្ចឹងប័ណ្ណចម្រៀងមិនថា MP4 ឬក៏ MP3 វា load ចូលទៅក្នុងហ្នឹងទាំងអស់អញ្ចឹងយើងអាច download យកបានអញ្ចឹងការប្រើប្រាស់កម្មវិធីនោះអត់មានពិបាកទេឥឡូវថមួយទៀតខ្ញុំចូល download Facebook បន្តរឿងនេះចាអញ្ចឹងខ្ញុំចុចកន្លែងសញ្ញា share ហើយបន្ទាប់មកយកកន្លែង copy link កន្លែងរូបច្បាប់ហ្នឹងហើយបន្ទាប់មកខ្ញុំចូលទៅ tool របស់ខ្ញុំវិញបន្ទាប់មកខ្ញុំលុបអានេះហើយខ្ញុំផាសវាសារថ្មីយើងចុចលើហ្នឹងឲ្យជាប់វាចេញកន្លែងផាសហើយបន្ទាប់មកយកវីដេអូទៅចុច start download នេះសម្រាប់ Facebook แล้วយើងអាចលាក់កម្មវិធីនឹងចេញបានយើងចូលទៅ TikTok ម្ដងចឹងក៏ថត TikTok ខ្ញុំចូល download ចឹងវាកំពុង download ចប់lâuហើយអូខេវា download pop up ប្រាប់ថា download អូខេឥឡូវវា load ចប់ហើយយើងផាស link TikTok មកហើយយើងចង់ download ជា MC ក៏បានជាវីដេអូក៏បានថយខ្ញុំ download វីដេអូមួយទៀតចឹង TikTok លឿនទេអត់មានយូរទេហើយ file គឺ full HD ដែលវីដេអូទំហំប៉ុណ្ណាគឺវាទាញយកមកប៉ុណ្ណឹងអូខេឥឡូវបាន download បញ្ចប់ហើយយើងទៅមើល result ទាំងអស់គ្នាចឹង result របស់យើងគឺចូលក្នុង gallery ហ្នឹងរណាកប្រើចូលចុចខុសនេះ gallery របស់យើងគឺនេះអានេះវីដេអូពី YouTube ហើយនេះគឺវីដេអូចេញពី Facebook ហើយនេះគឺជាវីដេអូចេញពី TikTok ឥឡូវយើងចូលមើលទំហំទាំងអស់គ្នាវីដេអូចេញពី YouTube យើងអូសឡើងលើអញ្ចឹងមកនេះយើងឃើញថា C17 មេទំហំ 1920 x 18អញ្ចឹង Full HD ហើយ30 frame ឥឡូវយើងមើល download ពីលើ Facebook វិញ Facebook គឺ C62 មេអញ្ចឹង18 គុណនឹង 1920 អញ្ចឹង Full HD ដូចគ្នាតែគ្រាន់ថាមួយវីដេអូផ្ដេកមួយវីដេអូបញ្ឈរហើយរយៈពេល2នាទីហើយ30 frame ឥឡូវយើងមើលទំហំលើ TikTok គឺទំហំ Full HD 720 x 10:8ចឹងនេះ HD ធម្មតាទេហើយរយៈពេល57វិហើយ30 frame ដូចគ្នាចឹងវាអាស្រ័យលើគុណភាពវីដេអូនៃការអ្នកបង្ហោះឥឡូវ tool របស់យើងមានតែប៉ុណ្ណេះឯងរបៀបប្រើប្រាស់តែនេះគ្រាន់តែការសាកល្បងរបស់ខ្ញុំសិនទេតិចទៀតខ្ញុំធ្វើការដាក់